បាទនេះជីវៈប្រវត្តិបន្ថែមទៀតសម្រាប់កីឡាករទាំងពីរអំបញ្ញមិញនេះបាទបង្គោលខៀវបាទបបិសតគេច្រើនបាទគ្រូភ្លេងកំពុងតែបាទប្រើគេហៅថាបច្ចេកទេសខ្យល់ចេញពីបាទគេហៅថាពីពោះបុកមកទ្រូងមកបំពង់កហើយមកក៏អូមាត់បាទហើយចេញខ្យល់មកបាទបន្លឺជាសំឡេងហើយក៏ក៏លួចមែនតើបាទសរសើរលើគ្រូភ្លេងណាបាទមកចាំមើលសម្រាប់គូឯករបស់យើងបាទការប្រកួតនេះកាន់តែក៏ក្រើកជក់ចិត្តកម្រិតណាជាបន្តបងប្អូនណាហើយមិនភ្លេចទេសូមថ្លែងអំណរគុណទៅដល់ម្ចាស់ឧបត្ថម្ភកម្មវិធីអរគុណទៅដល់ទឹកពិសាកម្ពុជាបន្សុទ្ធគ្រប់ដំណាក់ជាមួយនឹងបច្ចេកវិទ្យា Smart Triple Filter Cambodia Cola រសជាតិនៃភាពរីករាយ What the fun រសជាតិផ្លែឈើឆ្ងាញ់ជាប់មាត់បាទនៅតែជម្រាបជូនទៅដល់ពុកម៉ែបងប្អូនដែលមានវត្តមាននៅទីនេះក៏ដូចជាពុកម៉ែបងប្អូនដែលទស្សនានៅឯកេដ្ឋានថាយើងនៅរាត្រីថ្ងៃស្អែកយើងមានមួយសង្វៀនទៀតបាទដាស់អ្នកចម្បាំងគុណខ្មែរបាទចង់ចាប់ពីរាត្រីម៉ោងបាទគឺ7យប់តទៅដូចគ្នាចាកីឡាករទាំងពីរស្ដាប់បទបញ្ជានៃការប្រកួតពីលោកអញ្ញាកណ្ដាលសែតប៊ូកើតបាទត្រៀមបងប្អូនណាជាការផ្ដល់កម្លាំងចិត្តជូនទៅដល់កីឡាករទាំងពីរសុំស្នូតែដៃឲ្យខ្លាំងងល់មកអរគុណណាបងប្អូនយើងបាទតែបន្តបាទគ្រប់គ្រងបាទសម្រាប់នៃការប្រកួតលើកទឹកចិត្តជូនទៅដល់បងប្អូនជាកីឡាករថ្នាបាទចក្រមត្រៀមប្រុងប្រៀបប្រកួតCambodiaថ្នាលគុណខ្មែរគូអន្តរជាតិទី8គឺជាគូឯករវាងកម្ពុជាឡាវទឹកទី1 round 1បាទទឹកទី1 round 1បង្គោលក្រហមជូនលីប៊ីកម្ពុជាបង្គោលខៀវបាទភេទសៅស៊ូនមកពីប្រទេសឡាវចាក់ជង្គង់ពីលីប៊ីជង្គង់ទៅមកក្រៀកកាច់ទៅមកជង្គង់កម្លាំងនឹងមកពីណាទេអូយបាទទៅទៀតតាត់ជើងក្រៅមួយកង់ប៉ែតាត់មួយជើងទៀតល្អិលអត់អីទេមួយជើងទៀតទៅទៀតចាក់ជង្គង់មួយទៀតរំចាក់មួយទៀតកិច្ចបង្វិល1 2 1 2ដួលកន្លែងនេះអត់ទេលោកគ្រូអាញាកណ្ដាលខ្សែបឺកាត់ជួយត្របានមុនបាទអូនេះហ្វេននៅតែទស្សនាដែរទៅទៀតគ្រាកិច្ចជង្គង់អូយណែជង្គង់ឆ្ងាញ់បែបនេះបាទអ្នកញ៉ៃលីមេងបាទជូនទៅដឹងបាទថាប្រសិនបើឈុនលីប៊ីទទួលបានជ័យជំនះបាទនឹងទទួលបានថាវិការឧបត្ថម្ភលើកទឹកចិត្តបន្ថែមនៅថាវិការ30,000រៀលលីប៊ីទៅទៀតក្បាច់ពិសេសកន្លែងណាចេញមកបាទរបូតទៀតហើយលោកគ្រូរបូតទៀតហើយបាទរុំតិចបាទការពារមិនបានទេស្រួលទេបាទកែងលេងកែងគ្នាចេះផងបាទតែបន្តការប្រកួតទៀតបាទទៅទៀតធាក់ចេញទៅឆ្វេងស្ដាំបាទបូសុនបាទមានក្បាច់ពិសេសឲ្យផ្ដួលដៃគូឲ្យបោះបង់ការប្រកួតទៅទៀតបាទអ្នកញ៉ាំលីមេនឹងបន្ថែមឧបត្ថម្ភពីលើ30,000ថែម20,000ទៀតបាទ50,000រឹងពើអូយណែចាំមើលថាតើឈួនលីប៊ីអាចនឹងទទួលបានថាវិការឧបត្ថម្ភឬយ៉ាងណាកែងដៃលោកគ្រូចាំមើលក្រៀកកាច់កែងមួយប៉ែទៅទៀតកន្លែងនេះអូបាទទៅទៀតតាត់មួយទៀតក្រៀកកាច់ជង្គង់បាទមើលកែងដៃក្រហមលោកគ្រូកែងដៃក្រហមបាទខាងស្ដាំខាងឆ្វេងហ្នឹងហើយបាទអត់កើតទេបាទទប់ឲ្យជាប់បាទបន្តការប្រកួតទៀតអត់អីទេបាទសម្រួលឲ្យត្រូវជាមួយទៅនឹងបាទគេហៅថាស្តង់ដាររបស់សហព័ន្ធកីឡាប្រដាល់គុណខ្មែររបស់យើងសម្រាប់កីឡាករថ្នាក់អាយុបាទមានការកំណត់បាទអត់អីទេលើបន្តការប្រកួតទៀត
đủ cầm đạp đầy kia mà lì bì lên à tàu tuyết đủ đầy nè một chân nè bà Sam Sâm ơn một đủ lại slap thay mà phải mơn tiết Sâm ơn răng và chăm ơn lì bì aiตะตูบันทำวิการเลือกตัวยังเอาไปทำปีเดี๋ยวยังลืมไม่ก็ได้ชิปมองแบงมาดูยังน่ะลูกอันยากระดาษมาใบชิปมันต่อเด็ดเนี่ยแฟนกระปงตะตูสนาอย่างช่วยชัดโอ้มาเอาคุณนะกามราจับพลังสะอาดนะมาตะตูตาตะตูกองสมองเคลียร์มวยตัดเรือมวย ចាប់ទឹកទី1 end of បាទឥឡូវនេះរូបភាពបានមកដល់ហើយនេះចាក់ជង្គង់មួយលើកជើងទល់ពីកីឡាករឡាវចាក់ជង្គង់ពីលីប៊ីម៉ាត់បដៃចូលទៅបំរុងចាក់ជង្គង់ពីលីប៊ីបាទចាំមើលកីឡាករបាទភេទសៅសូនបាទលើកជើងទល់ពីភេទសៅសូនចាក់ជង្គង់មួយទៀតពីលីប៊ីបាទចាំមើលទឹកទី2ទាំងអស់គ្នាបាទ អ្នកឲ្យទឹកចេញក្រៅ second out ខេមបឌីថ្នាលគុណខ្មែរគូអន្តរជាតិទី8គឺជាគូឯករវាងកម្ពុជាឡាវទឹកទី2 round 2 បាទទឹកទី2 round 2ចូលមកដល់ហើយម៉ាត់បដៃពីរដៃចាក់ជង្គង់មួយពីលីប៊ីភេទសៅសូននេះមិនកែងគាត់ចាក់ជង្គង់ពីលីប៊ីដើរចូលទាត់មកជើងពីភេទសៅសូនទាត់មកជើងចូលមកម៉ាត់បដៃអីអូយបាទលោកអាញាកដាលឿនមែនតើបាទម៉ាត់បដៃពីភេទសៅសូនម៉ាត់បដៃទៀតពីភេទសៅសូនសព្រះរៀមកែងជង្គង់ទៅហើយបាទណែឆ្វេងរបស់ភេទសៅសូនម៉ាត់បដៃទៀតនោះវាយគេដួលខ្លួនឯងមកភេទសៅសូនម៉ាត់បដៃទៀតចាក់ជង្គង់ពីលីប៊ីចាប់កាច់រលាស់ដួលទាំង3បាទដល់បន្តទៀតម៉ាត់បដៃអូបកសអត់ទេម៉ាំងអ៊ុយបាទចូលកដាប់ដៃបាត់ចូលពេញបាទពុកម៉ែបងឡាប់មកឈោភ្នែកចម្រងមកមួយដៃរបស់ឈួនលីប៊ីចូលពេញពេកអូយបាទឥឡូវនេះកំពុងតែរឹងស្គៀមបាទសម្រួលសិនអូយបាទឥឡូវនេះក្រុមគ្រូពេទ្យកំពុងសម្រួល បាទអូយមិនធម្មតាទេ បាទសង្គ្រោះបឋមសិន បាទ បាទឥឡូវនេះលោកគ្រូពេទ្យលោកគ្រូតូចលោកគ្រូធំឡើងមកហើយបាទព្រោះថាមិញនេះចូលធូនណាបាទចាំមើលរូបភាព slow motion សិនបងប្អូនណាបាទនេះ បាទឥឡូវនេះកំពុងសម្រួល ទៅទៀតហើយទឹកទី1ធម្មតានឹងកែងកន្លែងនេះមួយចូលចាក់ជង្គង់ចូលចង់ដង្ហើមនេះឆ្អល់មួយសាហើយកន្លែងនេះ អត់ទាន់ស្រួលទេលោកគ្រូម៉ែបាទកំពុងសង្គ្រោះសិនបាទសង្គ្រោះបឋម អីទេបាទក៏រៀងដឹងខ្លួនតិចហើយនេះចូលចាំមើលកន្លែងនេះនេះមកដីចូលបាទគេហៅថាតិចបាទគុំស្គៀមបាទភឹងបាទអូយមិនធម្មតាទេបងប្អូនណាអូខេបាទអូងើបបានណាអូយដឹងខ្លួនតែនៅវង្វេងឡើយណាបាទនៅវង្វេងឡើយទេបាទនៅវង្វេងណាបាទអត់តន់នេះច្បាស់ទេបងប្អូនណាឥឡូវនេះលីវីក៏ទៅជួយមើលដូចគ្នាដែរព្រោះថារឿងធ្ងន់ហើយបាទនៅវង្វេងឡើយទេតែលោកគ្រូពេទ្យព្យាយាមនៅក្នុងការគេថាដាស់ស្មារតីឡើងវិញណាបាទធ្លាប់មានកីឡាករឡាវកាលពីលោកមុនគាត់វាយហើយគាត់វង្វេងគាត់ជិះទៅដល់ឡាវហើយបាទគាត់សួរថាឥឡូវគាត់ពងអីគាត់ពួកជិះផ្លូវទៅផ្ទះវិញទៅឡាវហ្នឹងគាត់សួរថាឥឡូវគាត់មកវាយនៅកម្ពុជាយើងមែនបាទអញ្ចឹងបើថាកីឡាគឺបែបនេះណាបងប្អូនណាបាទអត់អីឥឡូវរៀងដឹងខ្លួនមកវិញបានណាជួយសម្រួលបាទកែងមិញបាទម៉ាត់ទៅតែចោលទៅគឺផុតដៃអត់ទេផុតដៃបាទបានស៊ូកីឡាករហើយបាទគាត់ថាវាយកណ្ដាប់ដៃម៉ាត់ទៅផុតតែនៅចុងកែងរបស់គាត់នេះចូលពេញចុងឆ្កាកូននឹងតែម្ដងបាទអរគុណច្រើនពេលវេលាបន្តប្រគល់ទូរនទីជូនទៅដល់គណៈកម្មការបច្ចេកទេសធ្វើការប្រកាសលទ្ធផលជាផ្លូវការ ចាសសូមអរគុណបង្គោលក្រហមឈួនលីប៊ីឈ្នះកីឡាករបង្គោល